អាសូរណាស់ក្មេងប្រុសអាយុជាង3ឆ្នាំបានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធមខេត្តបាត់ដំបងក្មេងប្រុសអាយុជាង3ឆ្នាំម្នាក់បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធមបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង 14:30 នាទីថ្ងៃទី 1 ខែមេសាឆ្នាំ2025នៅចំណុចស្រះទឹកក្នុងបរិវេណសាលាតិចណូស្ថិតក្នុងក្រុមទី 1 ភូមិរំចេក 4 សង្កាត់រតនៈក្រុងបាត់ដំបងប្រភពពីប្រជាពលរដ្ឋនៅកន្លែងកាត់ហេតុបានឲ្យដឹងថានៅមុនពេលកាត់ហេតុក្មេងប្រុសរងគ្រោះបានរស់នៅជាមួយជីដូនចាស់រស់នៅភូមិច្រាបវាលឃុំអន្លង់វើស្រុកសង្កែខេត្តបាត់ដំបងដោយឪពុកម្ដាយចំណាក់ស្រុកទៅធ្វើការនៅក្នុងប្រទេសថៃលុះវេលាម៉ោង 12 ថ្ងៃខែដដែលក៏បានបាត់ក្មេងប្រុសមិនឃើញទាំងជីដូនទាំងមីងមៀបងប្អូនក៏បាននាំគ្នាចេញស្វែងរកជាច្រើនកន្លែងលុះក្រោយមកនៅវេលាម៉ោងជាង 14 រសៀលក៏បាននាំគ្នាមករកនៅស្រះទឹកក្នុងរបងបរិវេណសាលាតិចណូក៏ប្រទះឃើញស្បែកជើងទើបនាំគ្នាចុះរាវរកក៏ប្រទះឃើញសពក្មេងប្រុសនៅក្នុងទឹកស្រះតែម្ដងប្រភពដដែលបានបញ្ជាក់ថាសពក្មេងរងគ្រោះមានឈ្មោះសុខាវិនភេទប្រុសអាយុ3ឆ្នាំ6ខែដែលមានឪពុកឈ្មោះនីសុភ័ក្រអាយុ36ឆ្នាំម្ដាយឈ្មោះវិទ្យាវីអាយុ34ឆ្នាំមានទីលំនៅភូមិច្រាបវាលឃុំអន្លង់វើស្រុកសង្កែខេត្តបាត់ដំបងក្រោយពេលកាត់ហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យកោសល្យវិច័យរួចធ្វើកំណត់ហេតុប្រគល់សពក្មេងរងគ្រោះឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើកិច្ចតាមប្រពៃណីនាំមកជូនដោយហាងចែវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាបរិសុទ្ធ CPHN ជាទឹកបរិសុទ្ធមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបោះឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ